បងម៉ូតសក់ឈូបដេញបងប្រើពុំលេខប្រមាណបងហ្នឹងហើយអរគុណសម្រាប់ comment ចឹងអូនហ្នឹងហើយជាដំបូងឡើយគឺខ្ញុំប្រើតំណប់លេខ1សិនណាហ្នឹងហើយមិនសាម៉ូតសក់ម៉ូតអ្វីក៏ដោយបងប្អូនណាយើងត្រូវតែប្រើម៉ូតពុំលេខ1សិនបងប្អូនដើម្បីងាយស្រួលក្នុងការយើងកាត់បងប្អូនតែបើថាសក់គេក្រាស់ទៅយើងប្រើលេខ4លេខអីចឹងទៅយើងប្របែអាប៉ោងចោលសិនចឹងណាយើងទើបយើងប្រើលេខ1វិញបងប្អូនហ្នឹងហើយតែសម្រាប់សក់បងប្រុសគឺខ្ញុំប្រើលេខពុំលេខ1ចូលតែម្ដងបងប្អូនហ្នឹងហើយដោយសារសក់កត់អត់សូវសំពងទេបងប្អូនណាហ្នឹងហើយវាតាមប្រភេទសក់ដែរអញ្ចឹងបងប្អូនសក់ដែលក្រាស់ចាំយើងប្រើពុំលេខ4នេះសិនទៅយើងប្រើលេខ1តទៀតអញ្ចឹងណាហ្នឹងហើយអានេះមិនថាម៉ូតសក់លងសុងមិនថាម៉ូតសក់ឈូបដេញមិនថាម៉ូតសក់អីគេបងប្អូនគឺយើងទៀមទាយើងប្រើពុំលេខ1សិនបងប្អូនព្រោះឲ្យវាងាយស្រួលក្នុងការយើងកាត់វាអត់មានថាខ្លាច់ឆែបខ្លាច់ឆក់អីទេណាបងប្អូនហ្នឹងហើយដោយសារពុំលេខ1ហ្នឹងគឺវាមានតំណបិទបាំងទប់លំនឹងកុំឲ្យយើងថាស៊ីទៅវាជ្រុលអីចឹងណាបងប្អូនបើថាយើងប្រើម៉ូទ័រឈូបដេញភ្លាមគឺវាអាចនឹងម៉ូទ័រដែលអត់តំណគឺវាអាចនឹងឆែបឬឆក់កន្លែងណាមួយយើងលើកទៅអត់ស្មើដៃទៅវាអាចនឹងកឆែបកឆត់អីចឹងទៅបងប្អូនអញ្ចឹងទេក៏យើងទៀមទាឲ្យយើងប្រើម៉ូទ័រតំណលេខ1សិនណាបងប្អូនណាមុននឹងយើងប្រើតំណឈូសវាបាទនេះបងប្អូនឥឡូវឃើញថាសមិទ្ធផលឃើញថាចេញបដាហើយបងប្អូនឃើញថាយើងចាប់ដើមកោហើយណាបងប្អូនណាហ្នឹងហើយមួយសក់ឈូបដេញគឺយើងមិនបាច់កោជើងសក់ក្រោយទេបងប្អូនណាយើងលេងបដាបងប្អូនហ្នឹងហើយឈួរលេងយើងតែងតាយើងសក់ផ្នែកពីមុខអញ្ចឹងណាបងប្អូនហ្នឹងហើយឃើញខ្ញុំកោនេះអញ្ចឹងទៅក៏ពិតមួយសក់ឈូបដេញបងប្អូនគ្រាន់ថាយើងកោទៅយើងលេងវាមួយសាទៀតបងប្អូនកុំឲ្យវាឃើញជើងសក់ច្បាស់អញ្ចឹងណាបងប្អូនបើថាឃើញជើងសក់ច្បាស់ពេកហើយក៏ផ្នែកពីកញ្ចឹងកនេះមានជើងសក់ហ្នឹងវាគេហៅថាម៉ូតសក់លងសុងជើងសហើយបងប្អូនម៉ូតសក់លងសុងជើងសបងប្អូនណាថ្ងៃបងប្អូនតើឥឡូវយើងកៅរៀបរយហើយគឺយើងចាប់ផ្ដើមកាត់ផ្នែកពីមុខវិញម្ដងបងប្អូនឥឡូវផ្នែកពីមុខហ្នឹងគឺបងប្អូនប្រុសគាត់ឲ្យយើងវេទៅខាងឆ្វេងបងប្អូនវេទៅខាងឆ្វេងតែយើងត្រឹមចង់តិចទេបងប្អូនដោយសារគាត់ឆ្លាញ់ style វេជាហៀងតែអត់ឲ្យស្មើគ្នាទេពីមុខណាបងប្អូនណាតម្លាក់មកគឺអត់ឲ្យស្មើគ្នាទេគឺថាសុំវេមួយជាហៀងអីចឹងទៅបងប្អូនអាហ្នឹងតាមតែភ្ញៀវតាមតែអតិថិជនដែលគាត់កំងយើងអីចឹងទៅបងប្អូនណាហ្នឹងហើយឥឡូវឃើញថាសមិទ្ធផលឃើញថារៀបរយហើយបងប្អូនអ្នកឃើញថាស្រស់សង្ហាមែនទែនតែម្ដងបងប្អូនបងចឹងទេអ្នកដែល comment គាត់ចូលមើលវីដេអូនេះឲ្យឃើញអាចយកទៅកាត់បានបងប្អូនកាត់ឲ្យឃើញថាស្រស់សង្ហាចឹងបងប្អូននេះផ្នែកពីក្រោយបងប្អូនយើងអត់កោអត់អីទេណាបងប្អូនយើងបដិញឲ្យវាស៊ីគ្នាពីផ្នែកពីសក់លើចឹងណាបងប្អូនហ្នឹងហើយយើងបដិញអញ្ចឹងមកបងប្អូនអត់មានជើងសក់ទេបងប្អូនយើងកោសម្រាប់តែផ្នែកពីមុខនឹងកោបន្តិចទេបងប្អូនតែផ្នែកកញ្ចឹងកផ្នែកពីក្រោយនេះគឺយើងអត់កោទេបងប្អូនណាហ្នឹងហើយឃើញថាលេងស្អាតទេបងប្អូនកាត់ឲ្យឃើញថាសង្ហាជឿជាក់មកបងប្អូនអ្នកឃើញទេហើយមុខកាត់សង្ហាស្រាប់បងប្អូនដល់ពេលយើងកាត់បណ្ដេញចឹងទៅឃើញថាស្រស់សង្ហាទ្វេដងបងប្អូនណាចឹងទេមួយដែលមានបំណងចង់កាត់សក់មួយសក់ឈូបបណ្ដេញអាចមកកាត់បានបងប្អូនកាត់ឲ្យឃើញថាសង្ហាជឿជាក់អញ្ចឹងហ្មង